យើងគួរតែមកត្រៀមលក្ខណៈសម្រាប់ការបូជាប្រម៉ែលក្ស្មីនៅថ្ងៃខែដាច់មានរឿង3យ៉ាងដែលយើងត្រូវយកចិត្តទុកដាក់ទី1គឺតកតងនឹងការសម្អាតនេះដែរយើងបែងចែកជា2គឺការសម្អាតខាងក្រៅនិងខាងក្នុងការសម្អាតខាងក្រៅផ្ដោតទៅលើការដែលយើងសម្អាតផ្ទះសម្អាតកន្លែងរបស់ប្រម៉ែលក្ស្មីរួមទាំងរាងកាយរបស់យើងពេលដែលយើងងូតទឹកយើងអាចបន្ថែមអំបិលឬផ្កាដើម្បីជួយលាងថាមពលអវិជ្ជមានឯការសម្អាតផ្លូវចិត្តយើងត្រូវសមាធិនិងរក្សាចិត្តឲ្យបានស្ងប់ចំណុចទី2គឺបោះចោលក៏យើងចែកចេញជា2គឺការបោះចោលនៅរបស់ដែលមិនចាំបាច់របស់ដែលមិនសំខាន់យើងមិនគួររក្សាវាដើម្បីបង្កើតនូវភាពស្ដុកឬគ្មានសណ្ដាប់ធ្នាប់នៅក្នុងផ្ទះរបស់យើងឡើយចំណែកផ្លូវចិត្តរបស់យើងក៏យើងត្រូវតែបោះចោលនៅភាពភ័យខ្លាចក្តីបារម្ភទុកមុនការឈឺចាប់រួមទាំងវិប្បដិសារីជាដើមដែលយើងមិនគួររក្សានៅទុកក្នុងអារម្មណ៍ឡើយត្រូវតែព្យាយាមជំរះដើម្បីកាត់បន្ថយនៅសម្ពាធផ្លូវចិត្តក៏ដើម្បីរក្សានៅចន្លោះទំនេរទុកឲ្យរឿងរ៉ាវថ្មីៗចូលមកក្នុងជីវិតរបស់យើងទី3គឺក្រោយពីយើងបានសម្អាតនិងបោះចោលនៅរបស់ដែលមិនចាំបាច់ទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងនោះយើងក៏បានបើកឱកាសដើម្បីទទួលយកនូវធម៌ពលថ្មីចិត្តស្ងប់រមែងមើលឃើញនៅឱកាសនិងលទ្ធផលកាន់តែប្រសើរសម្រាប់គ្រឿងរណ្ដាប់បូជាដល់ប្រម៉ែលក្ស្មីសូមរៀបចំទៅតាមសទ្ធារបស់យើងម្នាក់ៗនៅក្នុងថ្ងៃខែដាច់នេះដែរគេអាចធ្វើពិធីមួយដែលហៅថាអភិសេកខំដែលជាពិធីស្រោចទឹកបរិសុទ្ធដើម្បីលាងជម្រះនៅភាពសៅហ្មងទាំងឡាយនិងទទួលនៅពរជ័យថ្មីពីប្រម៉ែលក្ស្មីនៅtrongកម្មវិធីគេអាចធ្វើពិធីបង្វិលអាទិដែលជាការបូជាភ្លើងដល់ប្រម៉ែលក្ស្មីការថ្វាយនៅគ្រឿងដង្វាយផ្សេងៗក៏ដូចជាវិធីបូជាដល់ប្រម៉ែលក្ស្មីគឺជាសទ្ធានិងសេចក្តីជ្រះថ្លារបស់បុគ្គលម្នាក់ៗបើសិនជាអ្នកកំពុងតែគិតថាការថ្វាយនៅគ្រឿងរណ្ដាប់ទាំងឡាយក៏ដូចជាការបូជានេះគឺដើម្បីទាក់ទាញនូវលាភសំណាងទ្រព្យសម្បត្តិមាសប្រាក់នោះគឺមានន័យថាអ្នកកំពុងតែចង់ដោះដូរជាមួយនឹងប្រម៉ែលក្ស្មីព្រះម៉ែគឺជាអ្នកដែលសម្បូរទៅដោយទ្រព្យសម្បត្តិ8ប្រការព្រះម៉ែមិនបានខ្វះខាតនៅអ្វីណាមួយឡើយតែព្រះម៉ែនឹងប្រទានពរដល់យើងគឺមិនមែនដោយសារតែការដោះដូរប៉ុន្តែគឺជាក្តីមេត្តានិងការយល់ចិត្តអ្នកដែលអាចធ្វើឲ្យព្រះម៉ែរំភើបចិត្តអ្នកនោះរមែងទទួលបាននូវពរពិសេស